លេងគ្នា5យប់5ថ្ងៃខ្មែរប្រើសភាវុធល្មមប៉ុណ្ណោះកំទេចខ្មាំងឈ្លានពានរាប់ពាន់នាក់ត្រឹមប្រព័ន្ធបាញ់គ្រាប់រ៉ុកែត BM21 Type 90និង RM70 ដែលមានប្រសិទ្ធភាពក្នុងការវាយកំទេចកម្លាំងឈ្លានពានរាប់ពាន់នាក់ការប្រើប្រាស់អាវុធធុនមធ្យមនេះបានបញ្ជាក់ពីភាពខ្លាំងរបស់កងទ័ពខ្មែរចំណែកឯប្រព័ន្ធអាវុធទំនើបនិងធុនធ្ងន់បំផុតរបស់កម្ពុជាគឺ SH1 និង PHL03 មិនទាន់ត្រូវបានបញ្ចេញឫទ្ធានុភាពនៅឡើយព្រោះតែប្រសិទ្ធភាពដ៏មហិមារបស់វាកម្ពុជាឈរលើស្មារតីសន្តិភាពគោរពយ៉ាងស្មោះត្រង់នៅជំហរគោរពសន្ធិសញ្ញាសន្តិភាពដែលមានអាមេរិកនិងម៉ាឡេស៊ីជាសាក្សីយើងខ្ញុំបានបន្តដកអាវុធធុនធ្ងន់មួយចំនួនដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្ដោយព្រំដែនជម្លោះនិងផ្ដល់ឱកាសដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តការចរចាស្វែងរកដំណោះស្រាយដោយផ្អែកលើយន្តការដែលមានស្រាប់